Nơi sau tayប្រហែលថ្ងៃទៀតដល់ថ្ងៃ Father Day ហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងសួរបងៗនៅកន្លែងធ្វើការរបស់ខ្ញុំចង់ដឹងថាគាត់ស្លាញ់ប៉ារបស់គាត់ប៉ុណ្ណាប៉ុន្តែខ្ញុំនឹងឲ្យគាត់រៀបរាប់ពីប៉ារបស់គាត់ត្រឹមតែ3ពាក្យប៉ុណ្ណោះគាត់គឺជា idol របស់បងគាត់ទោះជាមានបញ្ហាអីក៏ដោយតែគាត់ជួបប្រទះក៏គាត់អត់ដែរមកតតែដែរខ្ញុំមើលឃើញគាត់ដើរតួជាបង្គោលគ្រួសារមួយដ៏ល្អគាត់ធ្វើការដោយសុចរិតទៀងត្រង់ជិះសួរបង បាទជំរាបសួរសុខសប្បាយអត់បងបាទសុខសប្បាយដោយសារតែចិត្តដល់ Father Day ហើយអញ្ចឹងខ្ញុំមាន challenge មួយចង់សួរបង challenge សប្បាយៗទេតើបងអាចពិពណ៌នាពីប៉ារបស់បងបានអត់បាទតែសូមត្រឹមតែ3ពាក្យឯណាបងអូខេបង3ពាក្យដែលបងចង់និយាយគាត់គឺជាមនុស្សសង្ហាមានទំនួលខុសត្រូវនិងមានក្តីស្រឡាញ់ហេតុអីបងជ្រើសរើសពាក្យ3ពាក្យនេះពាក្យទី1សង្ហាគឺតាំងពីកម្មាភិបមកបងតែងតែឃើញគាត់គឺតំណុយនិងភ្លីសក់របស់គាត់អត់ដែលបាត់ភ្លីទេគឺជាភាពសង្ហាមួយដែលបងតែងតែរៀនសូត្រតាមគាត់ទំនួលខុសត្រូវបងតែងតែឃើញគាត់ហ្មត់ចត់មើងម៉ាត់ទាំងការងារទាំងគ្រួសារបងចាំបានថាពេលបងនៅក្មេងគាត់តែងតែមានទំនួលខុសត្រូវជូនបងទៅសាលារៀនពេលដែលបងចេញពីសាលាគាត់តែងតែទៅយកបងមកផ្ទះវិញគាត់តែងតែមានក្តីស្រឡាញ់ធំធេងមែនទែនសម្រាប់គ្រួសាររបស់គាត់និងអ្នកនៅជុំវិញខ្លួនគាត់បច្ចុប្បន្នបងមានគ្រួសារបងមានកូនពេកហើយប៉ុន្តែគាត់នៅដើរតួនាទីមានក្តីស្រឡាញ់សម្រាប់កូននិងចៅគាត់តែងតែផ្ដល់ពេលវេលាដែលមានតម្លៃរបស់គាត់ញ៉ាំបាយជាមួយគ្នាអង្គុយជែកលេងមួយគ្នានិងនិយាយពីអនុស្សាវរីយ៍ល្អៗដែលកន្លងមកពីមុនទី1ប៉ាគាត់ជាវរៈបរោះទី2គឺប៉ាគាត់ចិត្តទលាយទី3គឺប៉ាមើងម៉ាត់ហេតុអីបានជាបងជ្រើសរើសពាក្យ3នេះដោយសារទី1ខ្ញុំមើលឃើញគាត់ដើរតួជាបង្គោលគ្រួសារមួយដ៏ល្អហើយគាត់មានទំនួលខុសត្រូវខ្ពស់ហើយនឹងផ្ដល់ក្តីស្រឡាញ់ដល់ប្រពន្ធកូនខ្លាំងហ្មងទី2ប៉ាចិត្តទលាយដោយសារប៉ាគាត់ជាមនុស្សអត់ប្រកាន់ច្រើនទេហើយអ្វីសំខាន់គាត់លើកទឹកចិត្តជ្រុំជ្រែងខ្ញុំរាល់ពេលដែលខ្ញុំចង់ធ្វើអ្វីដែលគិតថាត្រឹមត្រូវនិងល្អសម្រាប់កូនហើយប៉ាគាត់នៅម៉ាត់ដោយសារគាត់ធ្វើអីក៏ដោយគឺគាត់ច្បាស់លាស់សម្រាប់ខ្ញុំពុករបស់ខ្ញុំគឺជាមនុស្សដែលរឹងមាំមើងម៉ាត់ហើយនឹងផ្ដល់ឲ្យហេតុអីបងជ្រើសរើសពាក្យនេះដោយសារពាក្យថារឹងមាំគឺគាត់ជាមនុស្សម្នាក់ដែលប្រកែគាត់ខ្វះហាត់គាត់ទោះជាមានបញ្ហាអីក៏ដោយតែគាត់ជួបប្រទះក៏គាត់អត់ដែរមកតតែដែរហើយសម្រាប់ពាក្យថាមើងម៉ាត់គឺគាត់ជាមនុស្សដែលមិនចេះនិយាយច្រើនបើមិនជាគាត់ប្រាប់យើងម្ដងយើងមិនស្ដាប់អញ្ចឹងលើកទី2គឺយើងដើរត្រូវថ្មោងហើយសម្រាប់ទី3ការផ្ដល់ឲ្យគាត់ជាមនុស្សម្នាក់ដែលតែងតែយកចិត្តទុកដាក់តែងតែផ្ដល់ក្តីស្រឡាញ់ចំពោះគ្រួសារនិងកូនបើទោះជាគាត់មិនមានវត្តមាននៅទីនេះសម្រាប់ខ្ញុំមានអារម្មណ៍មួយថាគាត់ហាក់ដូចជានៅក្បែរខ្ញុំរហូតប៉ារបស់ខ្ញុំគាត់គឺជាមនុស្សមើងម៉ាត់មានវិន័យនិងមានគុណធម៌ហេតុអីបងជ្រើសរើសពាក្យ3នេះដោយសារតែមើងម៉ាត់មានន័យថាគឺគាត់មកចត់ធ្វើអីក៏ដោយគឺមួយដងមួយពីរដងពីរហើយគាត់ក៏អត់ចូលចិត្តនិយាយច្រើនពីរដងដែរទី2គឺគាត់មានវិន័យគឺគាត់ទៅណាមកណាគឺគាត់គោរពម៉ោងពេលវេលាច្បាស់លាស់ហើយការអប់រំចិញ្ចឹមកូនគឺមានរបៀបរបបត្រឹមត្រូវទាំងការដេកដើរឈរអង្គុយអត់មានរញ៉េរញ៉ៃទេហើយមួយទៀតបងជាកូនស្រីគឺអត់អាចដើរលេងរហូតដោយកូនប្រុសបានទេហើយបងក៏អត់អាចមានមិត្តភក្តិប្រុសមកលេងផ្ទះបានដែរទី3គឺគុណធម៌គាត់ធ្វើការដោយសុចរិតទៀងត្រង់គាត់អត់ចង់បានរបស់គេបងមានអីចង់បន្ថែមទៀតអត់ចាស់មានខ្ញុំចង់និយាយថាខ្ញុំស្រឡាញ់គាត់កូនស្រឡាញ់ពុកគាត់គឺជា idol របស់បងសូមឲ្យប៉ាមានសុខភាពល្អអាយុវែងកុំស្រឡាញ់ប៉ាបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល